ในขณะวิดีโอนี้ยังทัวร์การกันเลยเมื่อตะเลตุรศัพท์ซีรีส์ทำไมระบบโปโกบานจังนั่นเลยนี่คือยังมีโปโก F7 บางคนนะโปโก F8ยังมันทัวร์วิดีโอปีโปโก F8 หายปันไตวิสัยอัลตร้าบานจังจับอารมณ์ไว้ไอกันเลยเมื่อบ้านแต่ขนมชแนลบอกยังคอมเมนต์เพจบอกยังคอมเมนต์ของได้นี่ก็จีตุรศัพท์ได้วิมีนสเปกหล่อนะตูเตอร์โปโกคือจังนะสเปกวิหล่อให้แต่ไลน์วินั้นคือมันตัวหยกบานvì ai thay đây muốn rằng là bạn bây giờ chiên ấy nâng và ta bạn sân dựng giấy tờ lại bây giờ chiên hay spec bị phần này rằng vì chỉ brand mua để mình lại thu trên kia hái cho mua được spec việc khăn lò chẳng nè và chẳng là lấy dương mưa là rubric về sân muốn năng dương giấy bị spec phổ biến bản chẳng rubric phổ biến bông bồn dương khởi nhất nè này cái gì cả design nhiều vía và tờ lơ po về nó có play phong đá hay bật tham bông bồn như này lên game mình chẳng tới nè rồi học bồn tới bông bồn nè bản chẳng mình chấm bay po mình là po so ní hay năng po khmai po silver សម្រាប់តម្លៃរបស់ម៉ាស៊ីនមួយគ្រឿងនេះបានយ៉ាងបើសិននៅក្នុងប្រទេសដែលខ្ញុំកំពុងទៅរស់នៅវាចាប់ផ្ដើមពីតម្លៃ 10000 បាតជាងតែបើថានៅខ្មែរយើងតម្លៃវាអាចខុសពីហ្នឹងហើយមួយយ៉ាងដោយសារតែអត់មានក្រុមហ៊ុន Xiaomi ឬក៏ Poco ហ្នឹងគេនាំdirectទៅខ្មែរណាដែលថាវាអត់មានឈរជើងនៅហ្នឹងហ្មងអញ្ចឹងវាអាចតម្លៃវាខុសវាតាមការនាំចូលរបស់ឈ្មួញកដាលទេបាទអញ្ចឹងតម្លៃវាហ្នឹងគឺល្បាក់ដូចជា$300ជាងអញ្ចឹងណាបងប្អូនយើង Poco F7 ឈ្មោះរបស់វាបងប្អូនយើងបាទអញ្ចឹង flagship chipset បងប្អូនណា Snapdragon XS Gen 4 chip នេះគឺនៅចន្លោះ Snapdragon 8 Elite និង Snapdragon 8 Gen 3បើសួរថាអាមួយហ្នឹងខ្លាំងជាង8 Gen 3មែនទេបាទវាខ្លាំងជាងបាទតែវាមិនដល់ 8 Elite ទេបងប្អូនយើងនៅល្បាក់កណ្ដាលនឹងឯងតែបើសិនយើងបងប្អូនយើងស៊ូពិចារណាទូរស័ព្ទ Snapdragon 8 Elite ជាមួយសំទោសទូរស័ព្ទ Snapdragon 8 Gen 3បងប្អូនណា8 Gen 3ចាំច្បាស់បងប្អូនយើង8 Gen 3ធៀបជាមួយនឹង XS Gen 4នេះសួរថាមួយណាខ្លាំងជាង XS Gen 4ខ្លាំងជាងថ្មរបស់វានឹងគឺ 6000 mAh ធំល្អបងប្អូនយើងបាទអញ្ចឹងអេក្រង់របស់វានឹងគឺ 6.8 inch យើងឲ្យ8 inch ចុះណាបាទហើយ resolution ហ្នឹងគឺ 1.5K refresh rate 120Hz AMOLED អញ្ចឹងទៅ spec ប៉ុណ្ណឹងគឺកប់ហើយបងប្អូនណាម៉ាស៊ីន Snapdragon XS Gen 4ខ្លាំងដូចខ្ញុំនិយាយអញ្ចឹងថ្មធំ 6000 mAh ហើយអេក្រង់វាហ្នឹងគឺ AMOLED 120Hz ទៀតមកខាងក្រោមនេះវិញនេះបងប្អូនណាយើងឃើញទៅលើម៉ាស៊ីនវានឹងឯងណាហើយជាមួយនឹងថ្មវា 6000 mAh ហើយល្បឿនសាកហ្នឹងគឺ90 W លឿនល្អបងប្អូនណានេះគឺជាអេក្រង់វារៀបស្មើស្អាតមែនទែនតែម្ដងនេះបាទអញ្ចឹងសម្រាប់បងប្អូនចូលចិត្តអេក្រង់ LED អញ្ចឹងទៅកាមេរ៉ា50 megapixel ប្រើ Sony sensor បងប្អូនយើងជាមួយនឹង OIS ទៀតផងបច្ចេកវិទ្យាទំនើបបាទអញ្ចឹង sensor type របស់វាហ្នឹងគឺ IMX 882បាទមិនមែនជា flagship sensor ទេបងប្អូនយើងប៉ុន្តែគឺមកទទួលយកបានណាកាមេរ៉ាវា50 megapixel នេះបាទហើយសម្រាប់ប្រព័ន្ធការពារទឹកក៏វាមានបងប្អូនយើងនេះចំណុចថ្មីរបស់វានេះពីមុនមក Poco នៅលើទូរស័ព្ទបាក់និយាយទៅឥឡូវនេះបច្ចេកវិទ្យាការពារទឹកហ្នឹងវាខ្ញុំធ្លាប់បាននិយាយម្ដងហើយបច្ចេកវិទ្យាការពារទឹកហ្នឹងវាមិនមែនជាបច្ចេកវិទ្យាដែលពិបាកធ្វើទេបងប្អូនយើងសំខាន់តែក្រុមហ៊ុនចង់ធ្វើអត់តែប៉ុណ្ណោះប៉ុន្តែពេលខ្លះគេចង់ទុកអាមុខងារហ្នឹងនៅលើទូរស័ព្ទកំពូលតែប៉ុណ្ណោះអញ្ចឹងណាដើម្បីជាមុខងារពិសេសមួយតែតាមពិតបច្ចេកវិទ្យាការពារទឹកនេះគេស្រួលធ្វើស្អីហ្នឹងសូម្បីទូរស័ព្ទ$100ជាងក៏មានដែរហ្នឹងណាដូច Poco A5 Pro អីលេងសិតតែបច្ចេកវិទ្យាការពារទឹក IP69 អីនោះអញ្ចឹងអត់អីទេតែវាមានបងប្អូនណាវាមានប្រព័ន្ធការពារទឹកនៅកន្លែងហ្នឹងគឺវាអេមហើយយើងអាចឥឡូវខែភ្លៀងផងមិនអញ្ចឹងនឹងយើងជិះកាត់ឆ្លងភ្លៀងខ្ញុំអីវាអត់អីទេមិនអញ្ចឹងបាទអញ្ចឹងគឺ fast and powerful performance នេះបងប្អូនយើងគឺអេមែនតែម្ដង Antutu score វាហ្នឹងគឺ2លានជាងបងប្អូនយើងនេះធម្មតាណាបាទហើយសម្រាប់ RAM គឺពួក LPDDR5X បងប្អូនយើងណាហើយបូកជាមួយនឹង UFS 4.1 បាទអញ្ចឹងវាមាន Val Boost Optimization 4.0 បាទអញ្ចឹងសម្រាប់ការលេង game បងប្អូនយើងអាហ្នឹងគឺជា machine នៅក្នុងការ enhance game របស់យើងនឹងឲ្យ graphic យើងល្អហើយជាមួយនឹង frame rate smooth អញ្ចឹងទៅបាទអញ្ចឹងអាហ្នឹងគឺគេចង់និយាយអញ្ចឹងឯងនៅខាងក្រោមគេហ្នឹងគឺជាបច្ចេកវិទ្យាអេក្រង់របស់វាបាទទំហំអេក្រង់បងប្អូនដឹងហើយណា resolution ហ្នឹងគឺបងប្អូនដឹងហើយជាមួយនឹង refresh rate បងប្អូនក៏ដឹងដូចគ្នាប៉ុន្តែអ្វីបងប្អូនមិនទាន់ដឹងហ្នឹងគឺនៅខាងក្រោមគេហ្នឹងបាទអញ្ចឹង 100% DCI-P3 color gamut អាហ្នឹងគឺ color ធម្មជាតិល្អមែនទែនតែម្ដងហើយ max brightness ហ្នឹងគឺរហូតដល់ទៅ 3200 nit ឯណោះបាទ
Dolby Vision HDR Plus HDR10 Plus ទៀតផងណាហើយ 68 billion color អញ្ចឹង color ហ្នឹងគឺស្អាតបង្ហាញពណ៌បានល្អអញ្ចឹងទៅកាយ bezel ហ្នឹងគឺស្ដើងលើក្រោមតែម្ដងបងប្អូនយើងហ្នឹងហើយគឺមិនអីណាពន្លឺក៏ល្អអញ្ចឹងទៅគឺអេមហ្នឹងបងប្អូនយើងមាន eye protection អីទៀតអញ្ចឹងទៅការពារភ្នែកអីយើងអញ្ចឹងណាបាទអញ្ចឹងគឺវាមានបច្ចេកវិទ្យាល្អដែលគេពាក់នៅលើទូរស័ព្ទដៃនេះនៅលើកាមេរ៉ារបស់វាបើថាកាមេរ៉ាគោលគឺ50 megapixel ហ្នឹងគឺល្អបងប្អូនយើងប៉ុន្តែអាទី2ហ្នឹងគឺ ultra wide angle ហ្នឹងបានត្រឹម8 megapixel ទេអញ្ចឹងជាទូទៅ Poco គឺមិនដែលមានកាមេរ៉ាល្អទេលើកលែងពួក Series Ultra ដែលខ្ញុំបានតេស្តពីមុនមកហ្នឹងគឺ Ultra កាមេរ៉ាវាល្អមែនទែនតែម្ដងបងប្អូនយើងតែវារៀងថ្លៃដែរអានេះវាមកគួរសមបងប្អូនយើងបើថាបងប្អូនយើងប្រើ lens គោលវាតែមួយគឺខ្ញុំគិតថាល្អបងប្អូនយើងខ្ញុំមានបទពិសោធន៍ច្រើនពី Poco ខ្ញុំអ្នកគ្រប់គ្រង Poco តា Xiaomi គឺខ្ញុំគ្រប់គ្រងឲ្យតែផល Xiaomi ខ្ញុំចូលចិត្តប្រើទាំងអស់នេះគឺជារូបរាងរបស់វានឹងឯងបងប្អូនយើងទៅលើការ design របស់វាក៏ដូចជាពណ៌របស់វាគឺអញ្ចឹងបងប្អូនណាអាចមានអ្នកចូលចិត្តទៅអ្នកខ្លះក៏មិនសូវចូលចិត្តទៅតែមានជំរឿសតាបើថាបងប្អូនយើងចូលចិត្តបែប gaming តែម្ដងយកពណ៌នេះអាកដាលគេនេះណាខ្មៅហើយគេហៅថាពណ៌ dual tone ហ្នឹងបងប្អូនយើងមានពណ៌2បាទអញ្ចឹងវាបែងចែកញែកដាច់គ្នាតែម្ដងហើយបើថាចូលចិត្តលាតស្អាតតែម្ដងមានពណ៌ខ្មៅហើយពណ៌សណា gray ហើយនឹង black អញ្ចឹងទៅណាបាទនេះបងប្អូនយើងឃើញណាលយហើយសម្រាប់ spec ផ្សេងវិញបើអញ្ចឹងខ្ញុំសុំមើលទៅលើ RAM របស់វាបើអញ្ចឹង RAM របស់វាហ្នឹងមានតែមួយជម្រើសទេគឺ12បាទ 12GB តែម្ដង RAM របស់វាបូកជាមួយនឹង memory 256ហើយនឹង512បាទអញ្ចឹងបាន memory ច្រើនបងប្អូនណាចាប់ពី256ឡើងទៅតែម្ដងតែសំខាន់គឺថា RAM ចាប់ពី12ទៅតែម្ដងពីមុនមកមាន8បងប្អូនណា Poco series មុនមាន8មាន12តែឥឡូវគេសិតទៅ 12GB យកតែម្ដងបាទអញ្ចឹងជំរើសរបស់យើងហ្នឹងគឺរើសទៅលើទំហំ storage ទេ256នេះគឺគ្រប់គ្រាន់ណាបងប្អូនអើយណាតែបាន12កាន់តែអ៊ីមអញ្ចឹងណាតែធំចង់និយាយទៅធំមែនទែនប៉ុណ្ណឹងនោះបាទកម្រាស់វាហ្នឹងគឺ 8.2 មីលីម៉ែត្រអញ្ចឹងណាបងយើងវាមិនស្ដើងអីដូចអីគេ Galaxy S អីទេគេសិតតែ4 5អីចឹងទៅប៉ុន្តែ8ហ្នឹងគឺវាអេមណាកម្រាស់ដូចទៅនឹង iPhone 16អីចឹងហ្នឹងហើយបាទហើយ screen របស់វាហ្នឹងគឺនេះគឺជា spec screen របស់វាខ្លះនៅកន្លែងនេះណាកាមេរ៉ារបស់វាហ្នឹងគឺទំហំប៉ុណ្ណានិយាយម្ដងហើយបងប្អូនយើង aperture 1.5 បាទហើយយើងអាចថត 4K វីដេអូបានបងប្អូនយើងណាបាទអញ្ចឹងបើថាប្រើ lens ទៅលើប្រហែលជាអត់បានទេមើលទៅនោះបាទហើយកាមេរ៉ាខាងមុខមានទំហំប្រហែល20 megapixel កាមេរ៉ាខាងមុខបងប្អូនយើងបាទអញ្ចឹង aperture 2.2 ហើយវាអាចថតវីដេអូបានដល់80តែប៉ុណ្ណោះបងប្អូនណាបាទអញ្ចឹងទៅលើគេហៅថាវីដេអូខាងមុខរបស់វាមាន NFC បងប្អូនយើងមាន AI face unlock អញ្ចឹងទៅ support 5G បងប្អូនយើងអាហ្នឹង network 5G បងប្អូនយើងប្រើបាននៅប្រទេស support 5G គឺបានហ្នឹងហើយបាទមានអីទៀតបងប្អូនយើងអស់ហើយនេះគឺជាអ្វីដែលខ្ញុំចង់ធ្វើការ podcast/reaction នៅក្នុង Poco F7 ថ្មីបងប្អូនយើងដូចខ្ញុំនិយាយអញ្ចឹងវាមាន2 3ប្រភេទបងប្អូនយើងវាមានពួក series F7 F7 Pro អញ្ចឹងណានេះ F7 Pro ហើយ F7 Ultra ទៀតណោះបាទអញ្ចឹងនេះគឺជាម៉ាស៊ីនដែលខ្ញុំបានប្រើពីមុនមកអានេះគឺកំពូលវានេះបាទកំពូលវាអាហ្នឹងបាទអានេះគឺ top of the line បងប្អូនយើង X Elite នេះម៉ាស៊ីនវាខ្លាំងបាទប៉ុន្តែមិនជាលើសគ្នាណាទេបងប្អូនយើងប្រើម៉មទៅបានហ្នឹងហើយបាទអញ្ចឹងអរគុណណាស់នេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបាយបាយ